ចាសួស្តីបងប្អូនទាំងអស់គ្នាយើងបន្តជាមួយអ្នកគ្រូនៅវីដេអូទី3ចំពោះការដោះស្រាយសមីការយើងដដែលណាអូនសមីការរបស់យើងគឺយើងរកតម្លៃរបស់ x ហ្នឹងដូចយើងដឹងហើយណែធ្វើឲ្យអង្គទី1យើងនិងអង្គទី2ស្មើគ្នាគ្រាន់ថារាល់ដងសមីការរបស់យើងវាមានទម្រង់ធម្មតាតែពេលនេះទម្រង់យើងគឺពភាគយើងមាន x លើ3បូក 2x លើ4ហ្នឹងចា 2x លើ4ជាតួទី2ហើយនឹងដក 3x លើ5ស្មើនឹង1អញ្ចឹងអូនមើលទម្រង់ប្រភេទអញ្ចឹងយើងធ្វើមិនបានអូនណាដឹងថាកាលណាយើងចង់បូកដកប្រភេទទៅធ្វើមិនទៅចាគឺយើងតម្រូវភាគបែងសិនឲ្យភាគបែងវាដូចគ្នាហើយយើងករណីតែភាគយកទេណាអូនខ្លឹមសាររបស់យើងអញ្ចឹងកាលណាវាជាទម្រង់ប្រភេទអូនមើលរបស់យើងឥឡូវយើងប្រភេទយើងភាគបែងយើងមាន3 4 5ហើយភាគអង្គទី2យើង1ភាគបែងវា1ចាអញ្ចឹងយើងតម្រូវភាគបែងរបស់វាឲ្យដូចគ្នាធ្វើតាមណាដែរអូនតម្រូវភាគបែងហ្នឹងចាគឺយើងធ្វើតាមពហុគុណអញ្ចឹងយើងយកភាគបែងហ្នឹងមកបំបែកជាផលគុណកតាបឋមមកចា5យើងបឋមស្រាប់អូននេះអញ្ចឹងស្មើ5តែម្ដងអញ្ចឹងយើងចាប់ផ្ដើមរកកតារួមហើយកតាមិនរួមក៏យើងយកដែរដោយឡែកពេលហ្នឹងយើងអត់មានណាគេរួមយើងយកទាំងអស់តែម្ដងចាយើងរកតាមពហុគុណរបស់វាអូខេអញ្ចឹង3គុណនឹង2ការ៉េគុណនឹង5អញ្ចឹងយើងឃើញចា2ការ៉េយើង4គុណ3មកហើយគុណនឹង5គឺឃើញ60អញ្ចឹងមានន័យថាពេលនេះសមីការរបស់យើងភាគបែងរួមរបស់វាគឺ60យើងចាប់ផ្ដើមសេរីតួមួយរបស់យើងធ្វើម៉េចឲ្យមានភាគបែង60ចាអញ្ចឹងតួទី1យើងភាគបែងយើងមាន3ហើយអញ្ចឹង3ហើយយើងចង់បាន60យើងគុណនឹងប៉ុន្មានអូនភាគបែងគុណប៉ុន្មានភាគយកគុណប៉ុណ្ណឹងអូនណាយើងគុណនឹង20អញ្ចឹងភាគយកគុណនឹង20ដែរ 20x ឥឡូវ4យើងគុណនឹងម៉ែបាន60ដែរគឺយើងគុណនឹង15អញ្ចឹងភាគយកយើងគុណ15ដែរវាមាន2ហើយ2គុណ15ចាគឺ30x ដកតោះតួទី3យើងភាគបែងយើង5អូនគុណនឹង10 12ដើម្បីបាន60ដែរអញ្ចឹងភាគយកយើងគុណ12ដែរ3យើងគុណ12បាន35 6ចា x នៅដដែលស្មើអង្គទី2យើង1ចំនួនគុណភាគបែងវាប៉ុន្មានអូនចាគ្រប់ចំនួនគុណទាំងអស់មានភាគបែង1អញ្ចឹងចង់បាន60យើងគុណនឹង60ភាគយកយើងក៏គុណនឹង60ដែរវា1គុណនឹង60គឺ60អូនមើលនេះ60ចែក60មិនស្មើ1ដែរចាតោះឥឡូវភាគបែងយើងដូចគ្នាអូនណាយើងលុបភាគបែងចោលយើងកណិតភាគយកទេហើយបើចង់ដឹងថាថៃនោះបានលុបភាគបែងចោលអញ្ចឹងបានយើងនឹងជួបគ្នាបកស្រាយវីដេអូក្រោយអូនចាពេលនេះជាពាក់សិនតោះយើងតម្រូវភាគបែងដូចគ្នាហើយលុបភាគបែងចោលតែសេតែភាគយកចាដក 36x ស្មើអង្គទី2យើង60ចាតោះអូនមើលអង្គទី1យើងអញ្ញត្តិយើងដូចគ្នាទាំងអស់ហើយណាអត់មានណាគេបំបត្តិអីទេដូចគ្នាអស់ហើយអញ្ចឹងយើងកណិតតែមេគុណតែម្ដង 20x បូក 30x 50x 50x យើងដក36ចេញវិញនៅសល់ចានៅសល់ 14x អង្គទី2យើងគឺដកដែរយើងរកទៅ x ទេអូនណាឥឡូវ x យើងជាប់14នោះជាមេគុណណាអញ្ចឹងយើងត្រូវចែកវានឹង14អូខេចែកបាន60នឹង14យើងសម្រួលវាបានគឺសម្រួលនឹង2មកអូនឃើញចាឃើញ30លើ7អញ្ចឹង x យើងស្មើ30លើ7នេះជាឫសរបស់សមីការរបស់យើងណាអូនចឹងអូនត្រូវដឹងថាកាលណាទម្រង់ប្រភេទយើងតម្រូវភាគបែងតោះយើងមកខ្ទង់ទៀតចយើងមាន3បូកនឹង x ដក1លើ4ស្មើនឹង x ដក x បូក2លើ8ចាទម្រង់ប្រភេទទៀតដែរដដែលហ្នឹងអូនណាមិនតម្រូវភាគបែងហើយតម្រូវភាគបែងគឺយកភាគបែងមកបែងកតាបឋមហើយរកតាមពហុគុណមកអូនអាចកណនាបានទេ4ហើយនឹង8ហ្នឹងភាគបែងរួមប៉ុន្មានចាភាគបែងនោះគឺ8យើងចាប់ផ្ដើមមើលណាយើងមាន2តួយើងគូសរបាលភាគចាំវា2តួចឹងឲ្យហើយមកតោះ3ចំនួនគុណកូនភាគបែងយើងប៉ុន្មាន1ហើយអូនចង់បាន8គុណ8ភាគយកគុណនឹង8ដែរ3គុណនឹង8យើងអូខេ24តោះតួទី2យើងតួទី2យើងភាគបែងយើង4ហើយអញ្ចឹងអូនគុណនឹងប៉ុន្មានគុណនឹង2ឥឡូវក៏គុណនឹង2ដែរអូនណាដោយសារភាគយកយើង2តួយើងទៅសេវាម៉ាស៊ីន2កតាឲ្យភាគយកយើងហ្នឹងគឺ x ដក1បើភាគយកយើង1តួយើងគុណយកមកក៏បានដែរត2តួយើងទុកអញ្ចឹងសិនកុំឲ្យខុស
តោះ x យើងភាគបែងប៉ុន្មានដែរអូន1អញ្ចឹងគុណនឹង8ភាគយកយើង x ហ្នឹងគុណនឹង8គឺ 8x តោះ8គ្រប់ស្រាប់ទេអូនណាចាអញ្ចឹងទុកនៅដដែលមានគុណតែអីទេគុណនឹង1ដាក់ធ្វើអីណោះតោះភាគបែងដូចគ្នាទេដែរយើងចាប់ផ្ដើមលុបភាគបែងចោលតោះ2កតា x ដក1យើងគុណវាចូលមកទៅជាចាយើងគុណវាចូលមកក្នុងវងកញ្ចក់យើងប៉ុន្មានទោះយើងគុណចូលប៉ុណ្ណឹងដងមេគុណយើងគឺ2ចាដក2មក2គុណ x ហ្នឹង 2x 2គុណ1ដក2ហ្នឹង 8x ដដែលតោះអានេះណាអត្រាដែលខុសច្រើនណាពេលមិនទីដកនេះពេលសញ្ញាដកណាយើងគឺប្រើវងកញ្ចក់វាអញ្ចឹងអូនភាគច្រើនគឺអូនច្រឡំដកតា x ដកតាតួទី1តួទី2ធ្វើឲ្យទុកដដែលអត់បានទេណាអូនយើងដកទាំងអស់ដក x ហើយគុណដកនឹងចូល1បូក2ហ្នឹងគឺដក2ទៀតចាភាគរយខុសច្រើនណាកន្លែងពេលមិនទីដកហ្នឹងអូនអត់បានប្រើវងកញ្ចក់គឺដកតាតួទី1ដកតា x ជាមួយនឹងដកតាជាមួយតួទី1អាតួទីក្រោយអត់បានគិតចូលដកហ្នឹងគឺមានគុណដក1អូនយើងគុណចូលទាំងអស់គ្នាឥឡូវចាប់ដើមប្រមូលអ្នកណាមានអញ្ញត្តិបំបត្តិមកអង្គទី1 8x នៅអង្គទី2ដក 8x ចាអូខេតោះហើយបូក x ស្មើបន្ទាប់ពីស្មើគឺអង្គទី2ដាក់អង្គទី2មកដក2តើមើលអង្គទី1យើងមាន24មានដក2អូនគិតទៅហើយក៏បានអូនបំបត្តិទៅមួយក៏បានដែរឥឡូវយើងគិតទៅហើយហ្មង24ដក2មិន20បំបត្តិមកដល់22ហ្នឹងចាតោះ 2x ដក 8x ដក6ដក6បូក1នេះគឺស្មើដក 5x អានេះគឺយើងដក24ចឹងដក24អូនណាចាអញ្ចឹងអាដក 5x នេះយើងរកទៅអីយើងបាត់ដក5វាគឺយើងចែកវានឹងដក5ណាចាអញ្ចឹងដក24ចែកនឹងដក5ដកចែកដកយើងអស់បូកអញ្ចឹងយើងសល់24នៅលើ5ដែលជាឫសរបស់សមីការរបស់យើងដូចនេះសមីការយើងមានឫសស្មើ x ស្មើ24លើ5ចាកន្លែងណាបន្តអូនអាចសួរបានអរគុណច្រើន